gom cối đi សួស្តីបងប្អូនអរគ្នាគណៈពេលនេះខ្ញុំបាទឆៃកំពុងស្ថិតនៅទឹកធ្លាក់ថ្មដាចំការទុរេនស្ថិតនៅក្នុងស្រុកសំឡូតខេត្តបាត់ដំបងហើយកន្លែងទៅមើលទេសភាពនៃទឹកធ្លាក់នៃស្ទឹងសំឡូតវិញគឺរដូវនេះគឺពិតជាទឹកច្រើនមែនទែនបាទខ្ញុំគាត់ទៅមកពេលខែប្រាំងកន្លែងនេះអត់មានទឹកទេបាទវាបានទេសភាពមួយបែបក៏ប៉ុន្តែនៅពេលដែលមកខែវស្សានេះបងប្អូនហើយអូច្រើនបងប្អូនហើយចង់ចុះលេងមិនតែបានត្រៀមខ្លួនខ្ញុំតាមពិតទៅមកទីនេះលើកច្រើនដងហើយជាពិសេសថ្ងៃនេះខ្ញុំបាននាំភ្ញៀវរបស់ស៊ូគូប៊ូស៊ូគឺក្រុមហ៊ុន Michelin ដែលលក់សម្បកកង់ឡានមកទេសនាកម្សាន្តនៅខេត្តបាត់ដំបងហើយយើងនឹងឆ្ពោះទៅកាន់ស្រុកវាលវែងខេត្តពោធិ៍សាត់នៅរសៀលនេះឥឡូវនេះយើងកំពុងតែ enjoy ជាមួយនឹងទឹកធ្លាក់ថ្មដាចំការទុរេននេះបងប្អូនឃើញទេសភាពនេះគឺដើមឈើដុះកណ្ដាលទឹកណាបាទដើមឈើដុះកណ្ដាលទឹកហើយទឹកហូរមកច្រោះកាត់តាមជ្រលងនៃដើមឈើនេះបានទេសភាពដល់គួរឲ្យចង់គយគុណមកហើយចង់មកទៀតហើយបើមកហើយអត់បានថតរូបស្ដាយចឹងទៅឆ្លៀតឱកាសនេះខ្ញុំក៏មកថតរូបថតវីដេអូចែកជូនបងប្អូនទស្សនាទាំងអស់គ្នាបាទអញ្ចឹងចាំខ្ញុំផ្ដិតយកទេសភាពផ្សេងនៃទឹកធ្លាក់ថ្មដាចំការទុរេននេះជូនបងប្អូនកំសាន្តទាំងអស់គ្នាឥឡូវចាប់ទៅខាងនោះមួយកាមេរ៉ាមែនចាប់ទៅខាងនោះមួយឃើញតែភ្ញៀវកិត្តិយសយើងកំពុងតែដើរកាត់ទឹកមិនថាតែ